កុំឃើញខ្ញុំអញ្ចឹងឯណាប៉ុន្តែជាក់ស្ដែងខ្ញុំចូលចិត្តធ្វើម្ហូបម្ហូបខ្លះក៏ខ្ញុំធ្វើមានរសជាតិឆ្ងាញ់ដែរមិនជាជំនាញអីទេប៉ុន្តែរសជាតិទទួលយកបានសំខាន់ខ្ញុំប៉ិនឆ្នៃខ្ញុំកម្រធ្វើម្ហូបតែមួយមុខក្នុងមួយពេលខ្ញុំតែងតែមានស្លទឹកហើយនឹងក្រៀមក្រោះលាយគ្នាបើអត់ណាក៏មានជ្រក់មានអីស្ទាប់ដែរអញ្ចឹងដូចឥឡូវហ្នឹងគឺខ្ញុំស្លម្ជូរថៃកញ្ចក់ដែលចាគាត់ផ្ញើមកពីខេត្តចឹងទៅខ្ញុំតែងតែតកូនឲ្យស្លឹមអំពិលមកគឺស្លបានមួយឆ្នាំងាយស្រួលមែនតើហើយខ្ញុំដាក់ជាមួយស្លឹមអំពិលទេប៉ុន្តែដោយសារយើងស្ទើរស្លឹមអំពិលហើយអត់សូវជូរអញ្ចឹងណាគាត់ថែមអំពិលក្រៅពីគួរទៀតហើយបងបងអីទៅប៉ុណ្ណឹងគឺឆាច់ហើយគឺងាយស្រួលស្លមែនតើហ្មងហើយចំណាយហាងតិចដែរអញ្ចឹងណាហើយខ្ញុំក៏មានស្ទប់ជាមួយនឹងបុកផុកឆៅជាមួយនឹងកសាដែរហើយបន្លែគ្រប់មុខនិយាយទៅត្រូវធៀបគ្នាមែនតើជាមួយនឹងតកួននឹងឆ្ងាញ់ខ្លាំងសាហាវហ្មង